ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី121ចាប់ផ្ដើមអាស្រ័យរឿងនៅក្នុងអាណាចក្រទីក្រុងស៊ីងធៀននៃវិមានសួនសុងយើងក៏បានឃើញយុវជនម្នាក់កំពុងតែវឹកហាត់ដណ្ដាត់ខ្លួនឡើងទៅលើលំហជាមួយនឹងចំហាយធម្មពលបាក់ភ្នែកឡើងមកវិញសាយភានចំហាយធម្មពលដ៏ខ្លាំងក្លាដែលបរិសម្នាក់នោះគឺជាបុត្រានៃវិមានសួនសុងដែលមានឈ្មោះថាលៀនហានធៀនដោយពេលនោះក៏មានបរិសម្នាក់ក៏បានបន្លាស់ទីចូលមកយ៉ាងលឿនធ្វើការគោរពសូមអបអរសាទរបងប្រុសក្នុងការបំបីឈាមបណ្ដោះកម្រិតបរិសុទ្ធលៀនហានធៀនក៏បានសួរយ៉ាងម៉េចហើយការងារដែលខ្ញុំឲ្យឯងទៅតាមដានបរិសម្នាក់នោះក៏បានតបបរិសចំណាស់ទាំងអស់នោះនៅតែបដិសេធបងប្រុសហេតុអ្វីមានបើការវិប្រហាផ្ទាល់ទៅវិមានផ្កាយទៅដើម្បីគ្រប់គ្រងទៅលើផងផ្កាយមួយនោះហានធៀនក៏បាននិយាយចំនួនក្នុងរាជវង្សមានគ្រោះថ្នាក់ជាងចំនួននៅក្នុងចក្រភពទៅទៀតដូច្នេះមិនចាំបាច់ប្រញាប់ពេកនោះទេដោយសារតែខ្ញុំបានចុះកិច្ចព្រមព្រៀងជាមួយនឹងចាស់ទុំរៀលហើយត្រូវតែយកឈ្នះចំណាត់ថ្នាក់លេខ1នៃការប្រកួតនៅថ្ងៃខាងមុខដល់ពេលនោះរាជវង្សនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជួយខ្ញុំបំផ្លាញវិមានផ្កាយដោយបរិសម្នាក់នោះតែមានការព្រួយបារម្ភប៉ុន្តែបងប្រុសការបញ្ជាពេលឲ្យបង្កមានផលវិបាកកាន់តែខ្ពស់ហានធៀននៅតែនិយាយកុំបារម្ភអីមរតកដែលខ្ញុំមិនអាចទទួលបានមកវិញនៅពេលនោះវិមានផ្កាយក៏គ្មានសមត្ថភាពអាចបញ្ឈប់ខ្ញុំបានដែរកាត់មកអាគារវឹកហាត់នៃអាណាចក្រអន្តរាជដល់ពេលនោះចំហាយធម្មពលមួយបាញ់ចុះមកគឺជាឈិនធៀននៅទីនេះមានតែ9ស្រទាប់តែប៉ុណ្ណោះព្រឹទ្ធាចារ្យបាននិយាយថាមរតករបស់អាគារតារាគឺនៅស្រទាប់ទី100វាគ្មានពេលទីទេព្រោះថាការប្រកួតគឺតិចជាង1ខែទៀតពេលវេលាតាំងតែខ្លាំងណាស់មែនហើយដោយលោកព្រឹទ្ធាចារ្យបាននិយាយត្រូវតែកុំចាត់លៀនហានធៀនព្រោះថាការប្រកួតប្រជែងចតុភពមានតែភាពខ្លាំងក្លាប៉ុណ្ណោះដោយពេលនោះយើងក៏បានឃើញព្រលឹងវិញ្ញាណពណ៌ស្វាយជាច្រើនកំពុងតែរត់គេចពីការវាយប្រហាររបស់ព្រលឹងវិញ្ញាណពណ៌សជាច្រើនឈិនធៀនបន្ទាប់ពីឃើញមនុស្សក៏បានដឹងថាព្រលឹងវិញ្ញាណពណ៌ស្វាយគឺជាចំហាយធម្មពលវិញ្ញាណដែលបាននៅជាមួយនឹងមេងយីដែលពួកវាកំពុងតែត្រូវព្រលឹងវិញ្ញាណពណ៌សវាយប្រហារហៀបនឹងដល់ក្បាលទៅហើយឈិនធៀនក៏បានប្រើប្រាស់ចំហាយធម្មពលដែលវាយប្រហារចូលទៅជួយបន្តបន្លាស់ទីយ៉ាងលឺម៉ាត់បណ្ដៃកណ្ដាលមុខផាច់ព្រលឹងវិញ្ញាណមនុស្សក៏ត្រូវបានបែកខ្ទេចប្រមាណនេះផ្សេងទៀតបន្ទាប់ពីឃើញបែបនោះចាំបង្កើតដាក់មិនប្រូចបន្ទាប់មកឈិនធៀនក៏បានសួរទៅព្រលឹងវិញ្ញាណពណ៌ស្វាយទាំងអស់នោះតើពួកឯងបានបែកគ្នាជាមួយនឹងមេងយីដោយរបៀបណាដល់ពេលនោះពួកវានិយាយមិនកើតនោះទេបានត្រឹមតែកាយវិការអេអាពេញនឹងហើយបែរដូចជាត្រូវវិញ្ញាណអាក្រក់វាធ្វើបាបរួចហើយវាក៏បានលូនជង្គង់ចុះព្រមគ្នាសមងវដល់ឈិនធៀនក៏បានប្រើប្រាស់ចំហាយធម្មពលស្ទាបទៅលើក្បាលរបស់វាដើម្បីស្ដាប់ពីការបញ្យល់របស់វិញ្ញាណទាំងអស់នោះលោកម្ចាស់របស់ខ្ញុំត្រូវបានវិញ្ញាណអាក្រក់គ្រប់គ្រងដូច្នេះសូមអ្នកក្លាហានជួយគាត់ផងបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធៀនមិនចាំយូរតោះនាំយើងទៅទីនោះបន្ទាប់ពីបន្លាស់ទីយ៉ាងលឿនចូលមកដល់យើងក៏បានឃើញចំហាយធម្មពលពុះស្វាយយ៉ាងក្រាស់កំពុងតែចាក់បញ្ចូលទៅក្នុងរាងកាយរបស់មីងយីតើខ្ញុំបានមកយឺតហើយមែនទេសំឡេងវិញ្ញាណអាក្រក់នៅក្នុងរាងកាយរបស់មីងយីក៏បានលឺឡើងពួកឯងហ៊ានត្រឡប់មកទឹកដីរបស់ខ្ញុំវិញដោយរបៀបណាដូច្នេះខ្ញុំនឹងស្រូបយកព្រលឹងវិញ្ញាណរបស់ឯងម្ដងមួយដែលពេលនោះព្រលឹងវិញ្ញាណពុះស្វាយទាំងអស់នោះក៏បានស្រែកយ៉ាងខ្លាំងបញ្ចេញចំហាយធម្មពលរួមបញ្ចូលគ្នាប្រែក្លាយទៅវិញ្ញាណដ៏ធំសម្បើមមួយវាប្រហារចូលទៅជាមួយនឹងបាតដៃដែលមានក្រចកដ៏វែងបន្ទាប់ពីឃើញបែបនោះមីងយីក៏បានប្រាប់ប្រាណៃរបស់គេសាយភានចំហាយធម្មពលទៅទប់រងពិតជាធ្វើអ្វីដែលហួសកម្រិតរបស់ខ្លួនឯងមែនដូច្នេះខ្ញុំនឹងលេបត្របាក់ព្រលឹងវិញ្ញាណរបស់ឯងទាំងអស់គ្នាដោយឈិនធៀនក៏បានហក់ចូលជាមួយដៃនៅក្នុងដៃកាប់ពេញមួយទំហឹងលាន់លឺសូទៅដឹបត្រូវខាការពាររបស់មេងយីពេញប្រញាប់ភ្ញាក់ខ្លួនឡើងមេងយីកុំឲ្យព្រលឹងវិញ្ញាណអាក្រក់គ្រប់គ្រងឯងបានអីពេលនោះសំឡេងសាយក៏បានមកលឺឡើងបំបែកធម្មពលដ៏ខ្លាំងក្លាក៏បានស្លាយភីចេញមនុស្សដែលកំពុងតែនិយាយជាមួយត្រូវបានស្លាប់ហើយខ្ញុំគឺជាម្ចាស់រាងកាយមួយនេះជារៀងរហូតឈិនធៀននៅតែព្យាយាមហោះចូលទៅកាប់វាប្រហារមួយមេងយីក៏បានប្រើប្រាស់ចំហាយធម្មពលទប់រងអន្តរាជាងឡាតែមានវិធីណាជួយសង្គ្រោះមេងយីដែរទេដោយអ្នកទាំងពីរបន្តវាប្រហារគ្នាចោះឡើងអន្តរាជាងឡាក៏បាននិយាយប្រាប់ប្រសិនបើពួកយើងបានមកដល់ទីនេះមួយថ្ងៃមុនយើងប្រហែលជាមានឱកាសច្រើនជាងនេះឥឡូវនេះមានតែផ្លូវមួយទេគឺត្រូវតែសម្លាប់គេចោលឈិនធៀនបន្ទាប់ពីខ្ទាតប៉មកខាងក្រោមហើយក៏បានតបទៅវិញខ្ញុំយល់ចោះបញ្ចូលចំហាយធម្មពលទៅក្នុងដៃក្រវែងចេញមួយសាយភានចំហាយធម្មពលកូរន្ទាធ្វើឲ្យវិញ្ញាណអាក្រក់នោះក៏បានដឹងថាឯងពិតជាមានអំណាចនៃសេចក្តីស្លាប់ដែរប៉ុន្តែខ្ញុំបានដាំដុះអំណាចនៃសេចក្តីស្លាប់អស់រយៈពេល10000ឆ្នាំមកហើយចំពោះខ្ញុំឯងគ្រាន់តែជាទឹកទន្លេដែលហូរចូលទឹកសមុទ្រតែប៉ុណ្ណោះឈិនធៀនតែបន្តបញ្ចេញនូវអំណាចនៃសេចក្តីស្លាប់ជាមួយនឹងដៃនៅក្នុងដៃលើកវាឡើងទៅខាងលើមន្ទីរសាយភានចំហាយធម្មពលដ៏ខ្លាំងក្លាធ្វើឲ្យមេងយីក៏បានខ្ទាតប៉ទៅខាងក្រោមព្យាយាមទប់រងហើយអ្វីបានជាអំណាចមួយនេះខ្លាំងក្លាម្ល៉េះគេក៏បានហត់ទាសចេញនៅចំហាយធម្មពលលេខឡើងនៅសត្វពស់វែក3ក្បាលពួកវាក៏បានអាកសម្លឹងទៅឈិនធៀនប៉ុន្តែក៏បានបែកក្បាលមកវិញវាមិនអាចទៅរួចនោះទេឈិនធៀនក៏បានហក់ចូលមកទាសមួយដៃចំពេញកណ្ដាលទ្រូងលន់លឺសូទៅដឹបខ្ទាតប៉ើងអូជាច្រើនម៉ែតងើបឈរឡើងមកវិញដោយឈិនធៀនមិនឈប់នៅទេនៅតែបន្តសម្រុកចូលជាមួយនឹងដៃនៅក្នុងដៃក្រវីមួយហើយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹងពីបច្ចេកទេសរបស់យើងនោះទេមួយចំហាយធម្មពលដៃទីលន់សូទៅឈ្វឹបខ្ទាតប៉ើងទីហើយមកនឹងសសរដែលនៅខាងក្រោយលន់សូតែផាំងធ្លាក់ផ្កាប់មុខនៅខាងក្រោមហើយជោគងើបមកឡើងមកវិញមិនទេប្រសិនបើឯងសម្លាប់ខ្ញុំមិនភ័យរបស់ឯងនឹងត្រូវស្លាប់ជាមួយនឹងខ្ញុំដែរឈិនធៀនមិនខ្វល់នោះទេដាក់មួយដៃទីលន់សូទៅជ្រួចធ្វើឲ្យវិញ្ញាណអាក្រក់នោះក៏បានលន់មាត់ថាឯងចង់សម្លាប់គាត់ជាមួយនឹងខ្ញុំមែនទេឈិនធៀនក៏បាននិយាយការធ្វើបែបនេះ
នេះគឺជាការជួយរំដោះគាត់ចេញពីឯងចាប់ដកដៃចេញមកវិញសាយភេទនៃចំហាយធម្មពលវូឈិនព្រោះនៃការស្លាប់មកឲ្យខ្ញុំឲ្យរហ័សភ្លាមមកឆាប់ឡើងសម្រាប់ខ្ញុំភ្លាមទៅហាឯងចង់ប្រើវិធីសាស្ត្រមួយនេះមែនទេទុករាងកាយមួយនេះឲ្យមានជីវិតរស់បន្តខ្ញុំមិននឹងមានអនុញ្ញាតឲ្យឯងទទួលជោគជ័យបាននោះឡើយពេលនោះឈិនធាក៏បានបន្លាទីមកខាងក្រោយបន្តិចចាប់បញ្ចូលនៅធម្មពលដល់ក្នុងដៃលេងឡើងនឹងចំហាយធម្មពលដ៏ខ្លាំងក្លាដាក់សម្ពាធទៅវិញ្ញាណអាក្រក់មួយនោះឈិនធាក៏បានវាប្រហារចូលទៅជាមួយចំហាយធម្មពលដាក់ដ៏ធំសម្បើមបន្ទាប់ពីឃើញបែបនោះមេយីក៏មានការភ័យភ័យយ៉ាងខ្លាំងវូឈិនឯងគឺជាមនុស្សឈួតស៊ីមកចំហាយធម្មពលដាក់របស់ឈិនធាដ៏ខ្លាំងក្លាពេញឌឹបធ្វើឲ្យគេស្រែកពុះពេញទៅដោយក្តីជឿជុកចាប់វ៉ានៅយើងក៏បានឃើញចំហាយធម្មពលពោះស្វាយមួយដុំក៏បានហោះចេញពីរាងកាយរបស់មេយីដែលវាក៏បានមកលើឡើងរាងកាយយិនដ៏កម្រមួយនេះត្រូវបានបំផ្លាញពិតជាគួរឲ្យស្ដាយខ្លាំងណាស់ឈិនធាក៏បានញញឹមអំណាចជីវិតនិងការស្លាប់គឺជាពីរផ្នែកកន្លែងដែលមានសេចក្តីស្លាប់គឺមានជីវិតបន្ទាប់ពីដឹងការពេទ្យវិញ្ញាណអាក្រក់ក៏បានខឹងឯងហ៊ានលេងល្បិចជាមួយនឹងយើងផងដូច្នេះខ្ញុំនឹងធ្វើឲ្យពួកឯងទាំងអស់គ្នាស្លាប់នៅទីនេះពេលនោះវាក៏បានប្រើប្រាស់នៅចំហាយធម្មពលអំណាចឡើងខ្មុះខ្មាញ់ដែលគឺជាបច្ចេកទេសការបំផ្លាញព្រលឹងរាប់ពាន់ដោយឈិនធាក៏បានទុកដើរប្រើប្រាស់នៅធម្មពលរបស់គេបណ្ដុំវាមកក្នុងបាតដៃទីចេញទៅលឿនដូចជាគ្រាប់ព្រួញចាក់ទម្លុះនៅចំហាយធម្មពលវិញ្ញាណអាក្រក់មួយនោះឌឹបស្រែកចាយរលាយបាត់អស់រលីងដោយព្រលឹងវិញ្ញាណសមាជិកមេយីក៏បានទៅគ្រាគេខ្ញុំគ្មានរបួសអ្វីធ្ងន់ធ្ងរនោះទេពួកឯងទាំងអស់គ្នាមិនចាំបាច់ព្រួយបារម្ភខ្ញុំនោះឡើយពេលនោះឈិនធាក៏បានសរសើរការបង្កើតព្រលឹងវិញ្ញាណរបស់នេះរាល់គ្នាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពួកគេមិនត្រឹមតែមានការយល់ដឹងដោយខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែពួកគេអាចផ្លាស់ទីដោយខ្លួនឯងបានបន្ទាប់ពីចាក់ចេញពីរាងកាយរបស់អ្នកមេយីក៏បានតបទៅវិញពួកគេមិនមែនគ្រាន់តែជាព្រលឹងវិញ្ញាណរបស់ខ្ញុំនោះទេគឺពួកគេគឺជាសាច់ញាតិដែលស្និទ្ធស្នាលរបស់ខ្ញុំបំផុតទៀតផងដោយបុព្វបុរសរបស់ខ្ញុំបានទៅតំបន់ចំនួន9មានការអន់ចិត្តនឹងគ្រួសារដ៏មានឥទ្ធិពលហើយគាត់ក៏បានលះបង់ដើម្បីការពារចក្រភពមួយនេះសូម្បីតែគ្រួសារទីមូលហើយក៏បានបានសមត្ថភាពក្នុងការគ្រប់គ្រងចំពេលដែលសាកសពរបស់ពួកគាត់ត្រូវបានកោលើគ្នាពេលនោះគាត់ក៏បានអនុញ្ញាតឲ្យព្រលឹងវិញ្ញាណទាំងអស់អមដំណើរជាមួយនឹងខ្ញុំធ្វើជាធានក៏បានលន់មកថាវាមានពាក្យពន់ជាមួយនឹងរាជវង្សទៀតហើយមេយីក៏បានបន្តរៀបរាប់នៅពេលដែលត្រឡប់មកវិញនៅពេលនោះប្រសិនបើមិនមែនជាលោកពូឈិនហ្វាន់នោះទេខ្ញុំប្រហែលជានឹងត្រូវស្លាប់ជាយូរមកហើយបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានរត់ទៅភ្ញាក់ផ្អើលទៀតហើយលោកពូឈិនហ្វាន់ពុកហើយនឹងក្រុមគ្រួសារឈិនពិតជាបានតបភ្ជាប់ជាមួយនឹងរឿងបែបនេះមែនទេពេលនោះឈិនធានក៏បានប្រើប្រាស់ធម្មពលចង្អុលទៅលើថ្ងៃរបស់មេយីដែលធ្វើឲ្យគេបានភ្ញាក់ផ្អើលថានេះគឺជាបច្ចេកទេសសម្ងាត់ព្រលឹងស៊ូគីឈិនធានក៏បានសួរថាបច្ចេកទេសសម្ងាត់មួយនេះមែនទេដែលអាចជួយក្រុមគ្រួសាររបស់អ្នកបានពេលនោះមេយីក៏បានប្រញាប់ធ្វើការគោរពអរគុណបងប្រុសវូឈិនការជួយសង្គ្រោះជីវិតរបស់ខ្ញុំម្ដងនេះវាហួសពីការតបស្នងជាមានប្រាក់សម្បត្តិជាច្រើនចាប់ពីពេលនេះតទៅខ្ញុំមេយីនឹងតាមដានមើលថែបងប្រុសវូឈិនជារៀងរហូតបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានស្ទុះទៅចាប់ដៃមេយីឡើងមកវិញមិនចាំបាច់គូសុំនោះទេប្រញាប់ក្រោកឡើងមកវិញមកការជួយសង្គ្រោះគ្នាទៅវិញទៅមកគឺជាអ្វីដែលដៃគូទាំងពីរគូតែធ្វើខណៈពេលនោះក៏មានលំហមួយក៏បានបើកឡើងដែលវាគឺជាភាពច្របូកច្របល់នៃអាគារតារាលបងវូឈិនប្រយ័ត្នផងទប់លំនឹងមិនជាប់នោះទេលំហមួយនោះក៏បានស្រូបយកនេះទាំងពីរចូលទៅបន្ទាប់ពីនេះទាំងពីរបានបង្ហាញខ្លួនសម្លឹងមើលចុះឡើងបន្តិចតើនេះគឺជាកន្លែងណាទៅដែលពេលនោះយើងក៏បានឃើញមនុស្សចម្លែកហាក់បីដូចជាខ្លួនរបស់គេមានស្រកាដោះចង្កុំជាមួយនឹងស្នែងទៀតផងពួកមនុស្សកម្រិតទាបហ៊ានចូលមកក្នុងអាណាចក្រទឹកដីនេះរបស់យើងផងនឹងហើយសាច់រឿងភាគទី121របស់យើងក៏ដល់ទីបញ្ចប់បើចង់ដឹងសាច់រឿងភាគបន្តរបស់យើងទៅជាយ៉ាងណាមានតែរងចាំទស្សនាភាគបន្តកុំភ្លេចជួយដាក់សញ្ញាកណ្ដឹងនិងចុច like ចុច comment វីដេអូ admin ម្នាក់មួយផងព្រោះថាពេលនេះដល់វេលារបស់ admin ត្រូវជម្រាបលាហើយបាយបងប្អូនទាំងអស់គ្នា